តនីព្រះមហាចេតិយហៅថាសង្កុត្តរចេតិយឬហៅថាស្វេតកនដែលមានបញ្ចុះនៅព្រះបរមកេសារបស់ព្រះសម្មាសម្ពុទ្ធចំនួន8សរសៃហើយតាមឯកសារប្រវត្តិក្នុងពុទ្ធប្រវត្តិបញ្ជាក់ថាព្រះសម្មាសម្ពុទ្ធកកុសលធម៌ព្រះអង្គទ្រង់បញ្ចុះនៅឈើជ្រត់របស់ព្រះអង្គក្នុងទីនេះព្រះសម្មាសម្ពុទ្ធកោណាកមនោមានបញ្ចុះនៅសម្ពុទ្ធធម្មក្រកតម្រងទឹករបស់ព្រះអង្គព្រះសម្មាសម្ពុទ្ធកសបៈគឺមានប្រដេសឋាននៅឧតកសាដកព្រះសម្មាសម្ពុទ្ធសមណៈគោតមនៃយើងព្រះអង្គទ្រង់ប្រដេសឋាននៅព្រះកេសា8សរសៃឯដល់អនាគតគឺព្រះសម្មាសម្ពុទ្ធអរិយមេត្រីគឺព្រះអង្គនឹងប្រដេសឋាននៅរោមព្រះអនាឡោមរបស់ព្រះអង្គនៅទីនេះផងដែរហើយប្រជេតដីមាសដែលមានបិទមាសដុំមាសឥដ្ឋមាសសរុបទាំងអស់ប្រមាណជា60តោនទៅ70តោន80តោនហ្នឹងព្រមទាំងមាននៅត្បូងរតនវត្ថុរាប់ប្រមាណមិនបានតម្លៃរាប់លានរាប់កោដុល្លារដែលបានបូជាចំពោះព្រះសម្មាសម្ពុទ្ធដ៏អស្ចារ្យទីនេះគឺជាទីកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោកគឺជាប្រជេតដីដែលមានតម្លៃថ្លៃជាងគេបំផុតសូមអនុមោទនាអស់លោកពុទ្ធបរិស័ទទាំងឡាយព្រះមហាចេតិយស្វេតកនឬហៅថាសង្កុត្តរចេតិយនេះពិតជាគយគុណមិនឆ្អែតមិនចិនណាយទេប្រចេតិយដែលស្អាតជាងគេនៅលើពិភពលោកផងហើយជាប្រចេតិយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកផងសូមពុទ្ធបរិស័ទជ្រះថ្លាត្រេកអរអនុមោទនាជាការបានឃើញនៅព្រះមហាចេតិយរបស់ព្រះសម្មាសម្ពុទ្ធគឺជាមង្គលដ៏ឧត្តមគឺជាទស្សនានុត្តរយៈគឺជាការឃើញដ៏ប្រសើរបំផុតនៅក្នុងជីវិតរបស់យើងសូមអនុមោទនាÔng